សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទតារ៉ូសម្រាប់រឿងតោះថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងបល្ល័ង្កត្រាធរាជដែលជាភាគទី183ទាំងអស់គ្នាប៉ុន្តែមុននឹងឈានចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញារូបកណ្ដឹងអ្នកមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់ខ្ញុំមុនគេដោយសាច់រឿងនៅក្នុងភាគនេះដែរគឺបានចាប់ផ្ដើមឡើងនៅពេលដែល CC នាងនិយាយប្រាប់ទៅកាន់ឡុងហៅចិនថាកាលពីអតីតកាលនាងគឺធ្លាប់បានចូលមកក្នុងរូងភ្នំមួយនេះជាមួយនឹងឪពុករបស់នាងចំណែកឯឥឡូវនេះវាក៏មិនខុសគ្នាប៉ុន្មាននោះទេពីព្រោះថានាងគឺបានចូលមកជាមួយនឹងឡុងហៅចិនហើយនាងក៏បានប្រាប់ទៅកាន់ឡុងហៅចិនបន្តទៀតផងដែរថាស្ដេចបិសាចមួយនោះគឺតែងតែដេកនៅពេលរសៀលជារៀងរាល់ថ្ងៃហើយការដេករបស់នាងគឺប្រហែលជាចំណាយពេលប្រមាណជាងកន្លះម៉ោងប៉ុន្តែទោះបីជានាងដេកពិតមែនក៏ដោយនាងក៏នៅមានសត្វបិសាចដែលជាសត្វចិញ្ចឹមរបស់នាងគឺនៅយាមនៅខាងក្រៅរូងដូច្នេះហើយប្រសិនបើយើងចូលដោយទៅតឹងទៅដូច្នេះនឹងត្រូវបានរំខានដោយសត្វបិសាចទាំងអស់នោះប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយក៏ខ្ញុំនៅតែសង្ឃឹមថាពួកយើងគឺអាចជួយសង្គ្រោះគ្រួសាររបស់ខ្ញុំបានដោយលើដូច្នេះឡុងហៅចិនគាត់ក៏បានភ្លឹកបន្តិចផងដែរបន្ទាប់មកគាត់និយាយថាមើលទៅកម្រងការមួយនេះអ្នកគឺបានរៀបចំអស់រយៈពេលជាយូរមកហើយគ្រាន់តែលើដូច្នេះនាងក៏បានសើចបន្តិចហើយបន្តមកនាងក៏បាននិយាយថាកម្រងការមួយនេះនាងគឺបានរៀបចំចាប់តាំងពីផ្ទះរបស់នាងត្រូវបានពួកបិសាចបំផ្លាញមកម្ល៉េះហើយនាងគឺតែងតែចង់ជួយសង្គ្រោះទៅកាន់គ្រួសាររបស់នាងហើយសម្រាប់មូលហេតុដែលខ្ញុំជ្រើសរើសអ្នកដំបូងគេក្នុងការធ្វើបេសកកម្មនេះគឺដោយសារតែខ្ញុំបានដឹងថាមានតែអ្នកម្នាក់គាត់គឺអាចជួយសង្គ្រោះទៅកាន់ពួកគាត់បានហើយនាងក៏បានបន្តទៀតផងដែរថាបងប្រុសឡុងបន្ទាប់ពីពួកយើងបានចូលទៅក្នុងមន្ទីររបស់បិសាចហើយខ្ញុំមានរឿងមួយគឺចង់ពឹងពាក់អ្នកប្រសិនបើពួកយើងត្រូវបានរកឃើញដោយពពួកបិសាចសូមអ្នកឆាប់ជួយទៅកាន់គ្រួសាររបស់ខ្ញុំចុះពីព្រោះថាកម្រងការមួយនេះគឺខ្ញុំបានរៀបចំឡើងដើម្បីជួយសង្គ្រោះទៅកាន់ពួកគាត់ដោយគ្រាន់តែលើដូច្នេះឡុងហាឈិនក៏បានតបទៅវិញយ៉ាងលឿនថាស៊ីតើអ្នកកំពុងតែគិតអ្វីប្រសិនបើខ្ញុំបានជួបគ្នាជាមួយនឹងស្ដេចបិសាចឡូរ៉េងនោះប្រហែលជាខ្ញុំមិនអាចយកឈ្នះគាត់បាននោះទេពីព្រោះថាកម្រិតវឹកហាត់របស់ខ្ញុំគឺនៅទាបជាងគាត់ឆ្ងាយណាស់ប៉ុន្តែបើសិនជាឲ្យខ្ញុំជួយគ្រួសាររបស់អ្នកតើខ្ញុំជួយគាត់បានដោយរបៀបណាពីព្រោះថាខ្ញុំមិនស្គាល់គ្រួសាររបស់អ្នកឡើយហើយបើសិនបើពួកយើងបានជួបគ្នាប្រហែលជាពួកគាត់គឺមិនហ៊ានមកតាមខ្ញុំឡើយដោយលើឡុងហៅឈិននិយាយដូច្នេះនាងក៏បាននិយាយផងដែរថាអូពិតប្រាកដហើយខ្ញុំភ្លេចប្រាប់អ្នកអំពីរឿងទាំងនេះចំណែកឯរឿងដែលពួកគេបារម្ភនៅពេលនេះនោះគឺតើពួកគេត្រូវចូលទៅក្នុងរូងភ្នំនេះបានដោយរបៀបណាពីព្រោះថានៅខាងក្រៅរូងគឺមានសត្វបិសាចចាំរំខានប៉ុន្តែគ្រាន់តែនាងនិយាយចប់ហើយនាងក៏បាននឹកឃើញពីវិធីមួយដែលអាចចូលទៅក្នុងរូងភ្នំនេះបានគឺថានៅក្នុងសម្ព័ន្ធរបស់នាងគឺមានស្មៅមួយយ៉ាងដែលអាចធ្វើឲ្យមនុស្សឬក៏សត្វបន្ទាប់ពីហិតក្លិនរបស់វាហើយនឹងធ្វើឲ្យពួកគេសន្លប់ប៉ុន្តែស្មៅមួយនេះគឺវាមិនមានប្រសិទ្ធភាពយូរនោះទេដោយវាគឺមានប្រសិទ្ធភាពត្រឹមតែកន្លះម៉ោងប៉ុណ្ណោះដូច្នេះហើយពួកយើងគឺត្រូវតែប្រញាប់នៅក្នុងការធ្វើបេសកកម្មមួយនេះហើយប្រសិនបើឡងហៅចិនចាំមិនខុសនោះទេស្មៅមួយនេះគឺគាត់បានជួបប្រទះនៅពេលដែលគាត់បានចូលមកដល់នៅទឹកដីនេះដំបូងបន្ទាប់ពីការសន្ទនារបស់អ្នកទាំងពីរបានបញ្ចប់ទៅស៊ីនាងក៏បានឲ្យឡងហៅចិនគឺទៅតាមនាងហើយខណៈពេលដែលអ្នកទាំងពីរកំពុងតែហោះស៊ីនាងក៏បាននិយាយផងដែរថាប្រសិនបើគាត់ចាំមិនខុសនោះទេទីតាំងនៃផ្កាមួយនោះគឺត្រូវបានសម្គាល់ដោយដើមឈើពណ៌ក្រហមចំនួន3ពីព្រោះថាផ្កាមួយនេះគឺធ្លាប់ត្រូវបានសម្ព័ន្ធរបស់នាងរកឃើញហើយវាក៏បានដុះធំធាត់នៅក្នុងសម្ព័ន្ធរបស់នាងផងដែរបន្ទាប់ពីពួកគេទាំងពីរនាក់បានចុះមកដល់ដីហើយស៊ីនាងក៏បានប្រើប្រាស់ដៃរបស់នាងដើម្បីបំបែកនៅក្បួនការពារដែលសម្ព័ន្ធរបស់នាងបានរៀបចំឡើងហើយនៅពេលដែលសម្ព័ន្ធរបស់នាងត្រូវបានកំទេចវាក៏ជាពេលចុងក្រោយដែលនាងបានមកដល់ទីនេះផងដែរដូច្នេះហើយទីនេះវាប្រៀបបានដូចជាទីក្រុងតូចមួយរបស់នាងបន្ទាប់ពីឡុងហៅចិនហើយនិងស៊ីបានចូលមកដល់ក្នុងហើយពួកគេក៏បានបំបែកផ្លូវគ្នាដើម្បីតាមរកនៅផ្កាមួយនោះប៉ុន្តែនៅពេលដែលឡុងហៅចិនគាត់បានដើរឆ្ងាយបន្តិចគាត់ក៏បានទទួលបានដឹងនៅអារម្មណ៍ថានៅបរិវេណជុំវិញខ្លួនរបស់គាត់គឺពោរពេញទៅដោយថាមពលវិញ្ញាណបន្ទាប់មកគាត់ក៏បានបិទភ្នែករបស់គាត់ហើយក៏បានដាក់ដៃទៅលើដើមឈើដ៏ធំមួយនោះហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាដើមឈើដ៏ធំមួយនេះវាគឺពិតជាសម្បូរទៅដោយថាមពលវិញ្ញាណដែលវាជំនួយឲ្យថាមពលរបស់ឡុងហៅចិនគឺមានការកើនឡើងយ៉ាងឆាប់រហ័សពីព្រោះថាដើមឈើដ៏ធំមួយនេះវាគឺសម្បូរទៅដោយថាមពលវិញ្ញាណច្រើនជាងបរិវេណជុំវិញដែលមាននៅជុំវិញខ្លួនរបស់ឡុងហៅចិនទៅទៀតបន្ទាប់ពីឡុងហៅចិនបានស្រូបយកនៅថាមពលទាំងអស់នេះហើយក៏បានធ្វើឲ្យគាត់គ្រប់គ្រងនៅថាមពលពលឹងរបស់គាត់គឺបានកាន់តែល្អជាងមុនបន្ថែមទៀតហើយខណៈពេលដែលឡុងហៅចិនកំពុងតែធ្វើការវឹកហាត់ភ្លាមនឹងដែរស៊ីនាងក៏បានដើរមកដល់ហើយនាងក៏បានប្រាប់ទៅកាន់ឡុងហៅចិនផងដែរថានៅពេលនេះនាងគឺទទួលបាននៅផ្កាមួយនេះហើយនាងក៏បានប្រាប់ទៅកាន់ឡុងហៅចិនផងដែរថាផ្កាមួយនេះគឺវាបានដុះមកដោយស្ថិតនៅក្រោមឥទ្ធិពលនៃភាពភ័យខ្លាចដូច្នេះហើយយើងគ្រាន់តែដាក់វានៅលើមាត់របស់សត្វបិសាចទៅនោះគឺវារួចរាល់ជាការស្រេចហើយបន្ទាប់ពីពួកគេទាំងពីរនាក់បានទទួលនៅផ្កានេះហើយឡុងហៅចិនហើយនិងស៊ីក៏បានចេញដំណើរត្រឡប់ទៅកាន់រូងភ្នំរបស់ស្ដេចបិសាចឡូរីនវិញប៉ុន្តែខណៈពេលនោះដែរឡុងហៅចិនគាត់ក៏បានគិតផងដែរថា
តែសារល្បងពីបលាំងត្រានៃការបង្កើតមួយនេះគឺមិនមែនឲ្យគាត់ជួយទៅកាន់គ្រួសាររបស់ CC តែមួយមុខនោះទេប៉ុន្តែគាត់គឺត្រូវការជួយទៅកាន់មនុស្សគ្រប់គ្នាដែលស្ថិតនៅក្នុងទ្វីបមួយនេះប៉ុន្តែខ្លួនគាត់ផ្ទាល់ក៏ត្រូវតែទទួលបាននូវទំនុកចិត្តពី CC ផងដែរហើយបន្ទាប់ពីបញ្ចប់បេសកកម្មមួយនេះនោះគាត់នឹងមានឱកាសគ្រប់គ្រាន់ដើម្បីទទួលបាននូវការហ្វឹកហាត់ពីសម្ព័ន្ធរបស់នាងហើយគាត់ក៏បានគិតបន្តទៀតផងដែរថាតើគាត់អាចយកឈ្នះស្ដេចបិសាច Lorin បានដោយរបៀបណាពីព្រោះថាកម្រិតហ្វឹកហាត់របស់គេជាមួយនឹងស្ដេចបិសាច Lorin គឺមានគម្លាតខុសគ្នាឆ្ងាយខ្លាំងណាស់ហើយនៅពេលដែលពួកគេទាំងពីរនាក់បានហោះមកដល់រូងភ្នំរបស់ស្ដេចបិសាចវិញឡងហៅឈិនក៏បាននិយាយផងដែរថានៅខាងក្នុងនៃរូងភ្នំមួយនេះគឺមានថាមពលមួយដ៏ខ្លាំងក្លាប៉ុន្តែ CC នាងក៏បានប្រាប់ទៅកាន់ឡងហៅឈិនថាពួកគេគួរតែលេបនៅក្របស្មៅនោះហើយពីព្រោះថាដើម្បីបិទបាំងនៅចំហាយរបស់ខ្លួនអំបញ្ញមិញខ្ញុំច្រឡំថាដាក់នៅក្នុងមាត់បិសាចប៉ុន្តែតាមពិតទៅដាក់នៅក្នុងមាត់ពួកគេទាំងពីរនាក់ទេអធិស្ឋានផងអ្នកទាំងអស់គ្នាហើយបន្ទាប់ពីពួកគេទាំងពីរនាក់បានលេបនៅក្របផ្កានេះហើយក៏បានធ្វើឲ្យអារម្មណ៍និងរាងកាយរបស់ពួកគេគឺប្រសើរឡើងជាងមុនបន្តមកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅកាន់រូងភ្នំរបស់ស្ដេចបិសាច Lorin នោះពីព្រោះថានៅពេលនេះស្ដេចបិសាច Lorin គឺកំពុងតែដេកដូច្នេះហើយវាគឺជាឱកាសល្អបំផុតដើម្បីជួយសង្គ្រោះទៅកាន់គ្រួសាររបស់ CC ហើយខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែដើរចូល CC នាងក៏បានឃើញថានៅខាងក្នុងនៃរូងភ្នំមួយនេះគឺមានផ្កាមួយដែលកំពុងតែមានពន្លឺហើយនៅពេលដែលនាងដើរទៅដល់ហើយនាងក៏បានដឹងថាផ្កាមួយនេះគឺវាមានឥទ្ធិពលខ្លាំងក្លាមែនទែនហើយវាក៏អាចដាក់សម្ពាធទៅលើផ្កាដទៃទៀតដែលស្ថិតនៅក្នុងបរិវេណជុំវិញវាផងដែរដោយគ្រាន់តែនាងនិយាយចប់ហើយផ្កានោះក៏បានបញ្ចេញនៅពពុះរបស់វាចេញមកនៅពេលដែលពពុះទាំងអស់នោះបានបែកហើយវាក៏បានបញ្ចេញក្លិនដែលធ្វើឲ្យបិសាចទាំងអស់ដែលស្ថិតនៅទីនោះក៏បានចាប់អារម្មណ៍នៅក្លិននេះផងដែរដោយឃើញដូច្នេះក៏បានធ្វើឲ្យឡងហៅឈិនហើយនិង CC ពួកគេមានការភ័យសន្សល់ជាខ្លាំងបន្ទាប់មកពួកគេក៏ប្រញាប់ឡើងទៅកាន់កំពូលភ្នំមួយនោះដើម្បីគេចពីសត្វបិសាចទាំងនោះកុំឲ្យវាដឹងថាមានវត្តមានរបស់មនុស្សគឺស្ថិតនៅក្នុងទឹកដីរបស់វាបន្ទាប់ពីចូលមកដល់រូងភ្នំនេះហើយឡងហៅឈិនក៏បាននិយាយផងដែរថានៅខាងក្នុងរូងភ្នំនេះគឺវាមិនសូវស្រួលនោះទេពីព្រោះថាវាមានផ្លូវរូងភ្នំដទៃទៀតប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅខាងក្នុងនៃរូងភ្នំមួយនេះគឺមិនមានដានជើងរបស់មនុស្សនោះទេដូច្នេះហើយវាគឺខុសប្លែកពីបរិវេណដែលស្ថិតនៅខាងក្រៅហើយខ្ញុំប្រកាសចិត្តថានៅខាងក្នុងនៃរូងភ្នំមួយនេះគឺមានអំណាចដ៏ខ្លាំងក្លាមួយដោយគ្រាន់តែឡងហៅឈិននិយាយមិនទាន់ចប់ផងស្រាប់តែរូងភ្នំមួយនេះវាក៏បានរកើឡើងដែលឡងហៅឈិនគាត់ក៏បាននិយាយផងដែរថាតើពេលនេះស្ដេចបិសាច Aston បានភ្ញាក់ពីដំណេកវិញហើយមែនទេនេះគឺជាសម្លេងសំមុខរបស់គាត់ប៉ុន្តែវាក៏អាចធ្វើឲ្យរូងភ្នំមួយនេះរកើបានដូច្នេះហើយពួកយើងគួរតែឆាប់ចាកចេញពីរូងភ្នំមួយនេះឲ្យបានកាន់តែលឿនតាមអ្វីដែលអាចធ្វើទៅបានប៉ុន្តែដោយមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងផងសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះចាំជួបគ្នានៅក្នុងវីដេអូក្រោយ